Bật xôm nhịp xu ông phong mà này cứ chầm ca im và được hàng ồn muốn mà để bạn ăn bột chạy cái tê cứ được chỉ ca một thi nâng ca bực sao chạy cái tê vì hàng công hôn xếp con bạn rất to bạn cứ chầm ca này cứ dừng ảnh sân mọt thà rồi phết rồi bạn cứ ca prap prap là tập họ bỏ xếp conแต่នេះឆ្នាំមុនគឺបានខ្ទង់ជិត80តោនបាទ600ដើមហើយដើមខ្លះវាអាចលោតដល់បាទចំនួនផ្លែរហូតដល់90ផ្លែទៅ100បាទ100ជាងក៏មានបាទប៉ុន្តែបងប្អូនមើលស្ថានភាពជាក់ស្ដែងគឺអត់មានបញ្ហាទេបាទសម្រាប់សុខភាពដើមបាទគឺពាក់ព័ន្ធនឹងការប្រើប្រាស់ផលិតផលជាមួយសេពកង់គឺយើងប្រើប្រាស់ចំគោលដៅច្បាស់លាស់បាទមួយដឹងមួយបាទហើយពាក់ព័ន្ធទៅនឹងបច្ចេកទេសរូបមន្តផលិតផលគឺជាក់លាក់អត់សាមញ៉ាំទេបាទបងប្អូនប្រើទៅគឺប្រកបជាទុកចិត្តយើងទទួលបានទាំងគុណភាពបាទលទ្ធផលច្បាស់លាស់ហើយអ្វីដែលសំខាន់គឺនិរន្តរភាពនៃសុខភាពដើមរបស់បងប្អូនហើយចំការគាត់នេះគឺនៅខាងអូលមូនបាទស្រុករ៉ានដូលខេត្តបាត់ដំបងហើយស្លឹកនេះគឺជាស្លឹកមួយដែលដល់វ័យដែលយើងចាប់ផ្ដើមប្រើប្រាស់ជី325ហើយបាទសាច់នេះគឺខ្ញុំនឹងចាត់ចែងឲ្យក្រុមការងារគាត់បាទបញ្ជាក់ទៅម្ចាស់ចការឲ្យក្រុមការងារគាត់ចាប់ផ្ដើមដាក់ជី325នៅវគ្គ1បាទបងប្អូនមើលស្ថានភាពនេះគឺជាបាទចំការគាត់គឺផ្លែច្រើនបាទហើយជ្រុះខ្លះផងបាទប៉ុន្តែអ្វីដែលយើងចង់ទាញបាទចំណាប់អារម្មណ៍បងប្អូននៅពេលនេះគឺពាក់ព័ន្ធទៅនឹងសុខភាពដើមដែលគាត់បានប្រឹក្សាបានបាត់ជាមួយខាងក្រុមការងាររបស់សេពផងគឺអត់មានបញ្ហាទៅលើសុខភាពដើមទេយើងប្រមូលផលហើយគឺដើមដងនៅស្អាតបាទខ្ញុំដើរទៅកន្លែងផ្សេងទៀតអានេះគឺខ្ញុំដើរជុំវិញទាំងអស់បាទគឺអានេះវាអៀងស្ទើរស្លឹកវគ្គមុនបន្តិចបាទតែឥឡូវស្លឹកនេះមកគឺស្មើអស់ហើយបាទហើយប្រយ័ត្នបងប្អូននេះគឺជាត្រួយចុងក្រោយបាទហើយជើងចុងក្រោយនេះគឺយើងបានប្រើប្រាស់បាទ Simerson ជាមួយ Proplex ដើម្បីពលាតបាទហើយបងប្អូនមើលស្លឹកគឺធំបាទធំល្អបាទបងប្អូនមើលជាមួយដៃរបស់ខ្ញុំសារដៃមួយកាន់កាមេរ៉ាបាទវាចូលបើយើងពលាតឲ្យច្បាស់គឺចូលសឹង4ធ្នាប់ហើយបងប្អូនបាទគឺ4ធ្នាប់ហើយបាទនេះគឺអត្តពលនៃ Simerson ហើយ Proplex ដើម្បីពលាតបាទហើយនេះយើងចំនួនស្លឹកក៏យើងបានច្រើនដែរ5 6បាទថា6ចុះបាទសឹងតែ7ដែរប៉ុន្តែយើងឈប់យកហើយព្រោះជាត្រួយចុងក្រោយដែលយើងត្រូវត្រៀមនៅក្នុងការបញ្ចេញផ្កានេះគឺស្លឹកធំល្អបាទហើយឆ្នាំនេះយើងអត់មានថាយកផលកើនមួយឆ្នាំនេះធ្លាក់អីទេបាទគឺឆ្នាំនេះផលគឺយើងនៅតែយកឲ្យបានកើនជាងមុនបន្ថែមទៀតព្រោះសុខភាពដើមអត់មានការទ្រុឌទ្រោមទេបាទនេះមកដល់ជាចការរបស់គាត់ហើយបាទគឺខ្ញុំដើរឲ្យសពជាមួយជ្រុងចការទាំងអស់គឺសុខភាពដើមរបស់គាត់គឺបាទគុណភាពល្អបាទដូចជានៅតំបន់នេះក៏វាមិនសូវជាមានភ្លៀងដូច្នេះមិនសូវជាមានបញ្ហាប្រឈមទៅនឹងបញ្ហារលាកដើមរលាកអីមកដែរទេខាងគាត់ប៉ុន្តែអ្វីដែលសំខាន់ការរលាកដើមកាយហ្នឹងវាពាក់ព័ន្ធទៅនឹងតំបន់ដែលមានហានិភ័យនឹងការភ្លៀងច្រើនផងហើយមួយទៀតពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ម្ចាស់ចម្ការហើយអ្វីដែលសំខាន់នោះគឺផលិតផលដែលបងប្អូនប្រើប្រាស់កាលណាយើងប្រើប្រាស់ផលិតផលបាទអត់ជាក់លាក់អត់ចំគោលដៅគឺយើងខាត់ពេលវេលាការចំណាយវាអត់ច្បាស់លាស់អត់ចំគោលដៅគឺវាអត់ចំណេញទេបាទបែរទៅជាខាត
ប៉ុន្តែកាលណាបងប្អូនប្រើទៅផលិតផលដែលជាក់លាក់ចំគោលដៅបងប្អូននឹងចំណេញបាទចំណេញទាំងពេលវេលាហើយទទួលបាននឹងលទ្ធផលល្អនេះគឺចំការគាត់ទាំងអស់600ដើមហើយឆ្នាំមុនហ្នឹងដូចខ្ញុំបញ្ជាក់ពីមុនពីដើមគឺបានខ្ទង់ជិត80តោនបាទហើយឆ្នាំនេះគឺអាចក្រងនឹងល្អជាងហ្នឹងបាទច្បាស់លាស់ជាងនឹងបន្ថែមទៀតព្រោះយើងហ៊ានសន្និដ្ឋានដោយសារតែសុខភាពដើមបងប្អូនមើលឃើញស្រាប់គឺសុខភាពដើមគឺល្អដូច្នេះយើងហ៊ានវាយតម្លៃថាឆ្នាំនេះយើងនឹងទទួលបានទិន្នផលក៏មិនចាញ់ឆ្នាំមុនបាទមានតែអាចលើសឆ្នាំមុនហើយយើងក៏រំពឹងថាអាកាសធាតុបាទសម្រាប់ឆ្នាំនេះបាទរដូវកាលបន្ទាប់នេះគឺវានឹងប្រសើរបាទច្រើនគេបាទកាត់ទឹកនេះបន្តិចទៀតបាទនេះគឺគ្រប់ដើមទាំងអស់បាទល្អអូខេបងប្អូនបាទនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងបាទសូមអរគុណសូមជម្រាបលា